នៅក្នុងពិភពគុណយុទ្ធសិលវាសនារបស់មនុស្សត្រូវបានកំណត់នៅលើផ្លែដែរព្រោះតែមិនចោះសម្រងបង្កឲ្យមានសង្គ្រាមរវាងមនុស្សនិងបិសាចលត់ជាក្មេងធម្មតាតែវាសនាបង្ខំឲ្យគាត់ដើរលើផ្លូវជាអ្នកក្លាហានឆ្លងកាត់ការប្រយុទ្ធការកាប់សម្លាប់រាប់មិនអស់ក្នុងពេលដ៏គ្រោះថ្នាក់និស្ស័យបង្កើតឲ្យមានស្នេហាប៉ុន្តែស្នេហានោះក៏នាំមកនូវការឈឺចាប់ខ្ញុំមិនចង់ខ្លាចជាវីរបុរសតែខ្ញុំមិនអាចឈប់មើលអ្នកឈឺចាប់ដែរបើវាសនាចង់ឲ្យខ្ញុំប្រយុទ្ធខ្ញុំនឹងប្រយុទ្ធដល់ដង្ហើមចុងក្រោយនៅពេលដែលពិភពគុណជួបនឹងនិស្ស័យអ្នកក្លាហានត្រូវជ្រើសរើសជោគមួយណាការប្រយុទ្ធឬក៏ស្នេហា掌门运筹帷幄，我琼华正定。你跟我说上街买东西，怎么就成了定期的？ដើម្បីការពារអ្នកខ្ញុំត្រូវតែប្រយុទ្ធទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងយុទ្ធសិលដាវទេពវគ្គ4មានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD តែមួយគត់